បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំលើកប្រធានបទមួយភាពទទេដែលទូទៅគេហៅ DE ខ្ញុំឃើញបងប្អូនច្រើនគាត់ចាប់អារម្មណ៍ហើយមកសួរខ្ញុំថាគួរដកអត់ DE ខ្ញុំយកមាន DE 2ខ្ញុំមាន DE 1ខ្ញុំមាន DE 3អ្នកខ្លះមាន14សួរថាគួរដកតាមពិតDE និយមនៃ DE គឺភាពទទេបាទហើយ DE ក្នុងនោះខ្លះក៏ល្អខ្លះអត់ល្អបាទមិនគ្រប់ឲ្យតែអ្នកមាន DE គាត់មានបញ្ហាឬក៏អត់ល្អទាំងអស់ទេអញ្ចឹងយើងចូលប្រធានបទយើងតែម្ដងទៅរឿង DE អញ្ចឹងភាពទទេគឺជាអ្វីបាទភាពទទេអ្នកដែលមាន DE ភាគច្រើនគាត់ចេញលក្ខណៈមកភាគច្រើនណាបងប្អូនចំណាំមើលបើសិនជា DE ពិតប្រាកដព្រោះអ្នកខ្លះមាន DE តែ DE ហ្នឹងអត់ពិតប្រាកដទេបាទមាន DE ពិតប្រាកដចេញមកគឺគាត់មិនសូវខ្វល់ពីគេហៅថាលុយកាក់ឬក៏អំណាចបាទជីវិតគាត់ចង់បានធម្មតាអត់ចង់បានប្រកួតប្រជែងជាមួយគេខ្លាំងបាទអ្នកដែលមាន DE ហើយភាគច្រើនបើសិនជាគាត់ជាប់ DE ខ្លាំងហើយមានផ្កាយខ្លះដែលគាត់ធ្វើឲ្យគាត់មានអារម្មណ៍ថាឯកោបាទមានផ្កាយឯកោចូលមកចឹងមាន DE ហើយនឹងផ្កាយឯកោធ្វើឲ្យគាត់អត់ចង់ទំនាក់ទំនងជាមួយគេទាំងអស់បាទហើយនឹងតាក់ទងជាមួយ DE ប៉ុន្តែពេលខ្លះយើងសង្កេតមើលតារាង DE ខ្លះបងប្អូនឆែកមើលទៅអ្នកខ្លះគាត់ធម្មតាគាត់ទំនាក់ទំនងក្នុងសង្គមឲ្យធម្មតាទាំងអស់បាទគាត់អត់សូវចង់ប្រកួតប្រជែងអត់ចង់ឆ្លោះអត់ចង់មានបញ្ហាច្រើនគាត់ចង់បានមករួចខ្លួនអញ្ចឹងណាអ្នកជាប់ DE អញ្ចឹងយើងមើលមិនដឹងទៅបាទ DE យើងមើលមិនដឹងអញ្ចឹងខ្ញុំដាក់តារាងនេះមួយក្នុងហ្នឹងខ្ញុំយកពីអ៊ីនធឺណិតមកទេដោយសារក្នុងហ្នឹងអក្សរចិនទាំងអស់ខ្ញុំចង់រាប់ឲ្យបងប្អូនមកទៅអញ្ចឹងទី1នេះគឺជូតឆ្លូវខាលថោះរងម្សាញ់មមីម៉ែពករកាអញ្ចឹងចឯកុលបាទពីហ្នឹង DE នៃក្រុមបាទនៃក្រុម10នាក់នេះបាទអញ្ចឹងយើងមើលទៅក្នុងឆ្នាំឬក៏ថ្ងៃរបស់យើងបើសិនជាមាននៅក្នុងក្រុមមួយណាបាទក្រុមទី2អញ្ចឹងយើងមើល DE នៅខាងក្រោមនេះមើលទៅបើសិនជានៅក្រុមទី3 DE យើងនៅក្រោមនេះបាទអញ្ចឹងយើងមើលទៅក្នុងហ្នឹងមានក្រុមទី1ក្រុមទី2ទី3ទី4ទី5ហើយនិងទី6ទាំងអស់មាន6ក្រុមបាទអញ្ចឹងយើងមើលទៅថ្ងៃហើយនឹងឆ្នាំបាទឧទាហរណ៍ថាថ្ងៃយើងកើតចំខាលឈើបូកបាទអញ្ចឹងសัตว์ DE របស់យើងមានជូតហើយនឹងឆ្លូវបើសិនជាគាត់កើតថ្ងៃហ្នឹងឬក៏គាត់កើតចំឆ្នាំឧទាហរណ៍ឆ្នាំមមែដីដកបាទអញ្ចឹងឆ្នាំមមែដីដក DE របស់គាត់ជូតហើយនឹងឆ្លូវយើងរកមើលទៅនៅក្នុងវ័យចរនៅក្នុងកន្លែងផ្សេងក្នុងតារាងហ្នឹងដូចជាម៉ោងខែអីហ្នឹងមើលទៅមានជាប់ DE អត់បាទហើយ DE យើងមើលណាជាប់នៅឆ្នាំខែថ្ងៃហើយនឹងម៉ោងនៃខុសគ្នាបាទអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យមួយរឿង DE បាទខ្ញុំដាក់តារាងឲ្យមើលបាទអញ្ចឹងខាងមុខនេះឆ្នាំខែហើយថ្ងៃហើយនឹងម៉ោងបាទម៉ោងអញ្ចឹងបងប្អូនដឹងខ្លះហើយថ្ងៃតំណាងឲ្យសង្គមឬក៏ជីដូនជីតាបើតំណាងឲ្យរបស់ផ្ទះជីដូនជីតាបាទផ្ទះទី2តំណាងឲ្យឪពុកម្ដាយបាទឬក៏ផ្ទះរបស់ឪពុកម្ដាយឬក៏បន្ទប់របស់គាត់ព្រោះខាងក្រោមហ្នឹងគេហៅបើចិនគេហៅកុងអង់គ្លេសគេហៅ palace ខ្មែរវិមានបាទវិមានគឺជាបន្ទប់មួយហ្នឹងគឺជាបន្ទប់ឪពុកម្ដាយខែឆ្នាំគឺជាបន្ទប់ជីដូនជីតា
រៀបបន្ទប់របស់យើងជាមួយនឹងប្រពន្ធឬក៏ប្តីបាទមកគឺជាកូនឬក៏បន្ទប់កូនក្នុងនឹងបាទអញ្ចឹង DE ចំកន្លែងណាបញ្ហាកន្លែងហ្នឹងឆ្នាំតាក់ទងជាមួយជីដូនជីតាយើងអត់សូវមានតំណមួយគាត់យើងអឺអឺខ្វះតំណងជាមួយនឹងពុកម្ដាយបើសិនជាចំខែចំថ្ងៃយើងតំណងមួយប្រពន្ធឬក៏ស្វាមីពេលយាអត់សូវរលូនបាទជាមួយកូនផ្សេងអញ្ចឹងទៅយើងអត់សូវចាប់អារម្មណ៍កូនធម្មតាអញ្ចឹងមាន DE បាទតែពេលខ្លះ DE ហ្នឹងមានកម្រិតរបស់ DE នឹងទៀតជាងការខ្លាំងការខ្សោយជាងការអត់អីបាទអូខេអញ្ចឹងឥឡូវយើងចូលសំណួរទី3អញ្ចឹង DE ហ្នឹងវាអាក្រក់ខ្លាំងមែនអត់អញ្ចឹងវាមានពេលខ្លះល្អដែរបាទអញ្ចឹងមើលមិនដឹងថាល្អមើលមិនដឹងថាអាក្រក់អញ្ចឹងបងប្អូនមើលច្បាប់ទី1អានេះខ្ញុំស្រាវជ្រាវពីក្នុងសភៅចិនមកកន្លែងខ្លះវាជាតាមការសង្កេតហើយនឹងបទពិសោធន៍របស់ខ្ញុំក្នុងការអានតារាងទេសភៅពេលខ្លះគាត់អត់បានទៅសេមកទាំងអស់ទេគាត់ប្រាប់ថាជាប់ DE គឺអត់ឲ្យធ្វើការងារណាដែលមានការសម្រេចចិត្តខ្ពស់ដូចជាមេតបបាទមេតបអត់ឲ្យធ្វើទេអ្នកមាន DE ព្រោះការសម្រេចចិត្តអត់សូវមុះមុតអត់សូវចិត្តដាច់មានចិត្តអាណិតអាសូរច្រើនអ្នកមាន DE អញ្ចឹងអត់គេឲ្យធ្វើមេតបទេអូខេអញ្ចឹងយើងមើលទៅពេលណាអាក្រក់ពេលណាល្អអញ្ចឹងទី1យើងមើលសត្វក្នុង DE ហ្នឹងក្នុងតារាងហ្នឹងមានឆុងគ្នាអត់បាទអញ្ចឹងបើសិនជា DE ឆុងជាមួយអត់ DE អញ្ចឹងលទ្ធផលមកមិនបងប្អូនលទ្ធផលមកគឺធម្មតាបាទន័យថាសត្វដែលអត់មាន DE ហ្នឹងទៅឆុងជាមួយនឹង DE ប្រើបានទាំងពីរបាទសត្វពីរហ្នឹងប្រើបានទាំងពីរចាំមើលខ្ញុំដាក់ឧទាហរណ៍នៅខាងក្រោមឲ្យបងប្អូនកាន់យល់មួយទៀត DE ឆុងជាមួយនឹង DE ហ្នឹងល្អបាទតែ DE ហ្នឹងដាច់បាត់បាទប៉ុន្តែសត្វដែលឆុងគ្នាយើងប្រើបានទេណាបងប្អូនព្រោះធម្មតាឆុងគ្នាមានន័យថាអត់ត្រូវគ្នាតាកូនចៅយើងអត់ត្រូវគ្នាគឺប្រើបានទេបាទយើងគឺជា DT យើងកើតថ្ងៃណា DT យើងគឺជាស្ដេចអញ្ចឹងអ្នកខាងក្រោមសត្វរបស់យើងបើសិនជាអត់ត្រូវគ្នាយើងប្រើបានទេអ្វីដែលឆ្លោះគ្នាបាទអញ្ចឹងច្បាប់ទី2តកតជាមួយហាក់អញ្ចឹង DE បើសិនជាហាក់ជាមួយនឹងអត់ DE ធម្មតាហាក់គ្នាគឺមិនមែនឆ្លោះគ្នាទេផ្ទុយពីការឆ្លោះគ្នាគឺរាប់អានគ្នាស្រឡាញ់គ្នាអញ្ចឹងធម្មតារាប់អានគ្នាស្រឡាញ់គ្នាយើងប្រើបានទេបាទគេមានគ្រូសារមានអីគេយើងអាចប្រើបានទេដូចថាគេបង្កើតលទ្ធផលកូនមកគឺជាធាតុមួយបានសម្រេចបានយើងប្រើប្រាស់បានធាតុហ្នឹងបាទធាតុដែលជាលទ្ធផលហ្នឹងបាទយើងប្រើបានតែសត្វដែលហាក់គ្នាគឺប្រើបានទេអញ្ចឹងDE ហាក់ជាមួយអត់ DE អញ្ចឹង DE អត់មានឥទ្ធិពលទេប៉ុន្តែបើសិនជាបង្កើតកូនមកគឺជាធាតុល្អអញ្ចឹង DE ហ្នឹងទៅជាល្អឲ្យយើងវិញបាទកូនល្អតែបើកូនបង្កើតធាតុមកអត់ល្អឲ្យយើងជាធាតុគ្រោះអាហ្នឹង DE ហ្នឹងឲ្យរឿងអត់ល្អមកយើងហ្នឹងចំ DE អត់ល្អអញ្ចឹងណាហើយមួយទៀត DE ហាក់ជាមួយ DE អាហ្នឹងដូចគ្នាអញ្ចឹង DE ហាក់ DE ឥទ្ធិពល DE កាន់តែខ្លាំងបាទឥទ្ធិពល DE កាន់តែខ្លាំងហាក់គ្នាបង្កើតកូនមកបើសិនជាល្អឲ្យយើងល្អទៅអាហ្នឹងធម្មតាអត់ល្អទៅជាល្អអញ្ចឹងណាតែមក DE ហាក់ DE អត់ល្អហើយមកកូនមកអត់ល្អទៀតធាតុកូនមកអត់ល្អទៀតហ្នឹងពិបាកអញ្ចឹងណាបងប្អូនមានបញ្ហាច្រើនការងារអត់សូវដូចចិត្តអញ្ចឹងអូខេអញ្ចឹងទី3យើងមើលអូខេឥឡូវទី3យើងមើលថានៅក្នុងសត្វ DE ហ្នឹងមានផ្កាយអីខ្លះបាទផ្កាយខ្លះអ្នកខ្លះគាត់ចេះមើលគាត់មានផ្កាយជំនួយផ្កាយស្នេហ៍ឬផ្កាយរៀនសូត្រអញ្ចឹងបើសិនជាផ្កាយទាំងអស់ហ្នឹងចូលជាមួយនឹង DE ដែរឥទ្ធិពលថយចុះខ្លះអត់ថយចុះទាំងអស់ទេគាត់បាត់អស់ខ្លះអញ្ចឹង100នៅសល់50 60អីទេយើងមើលចាក់ស្ដែងទៀតពេលខ្លះធ្លាក់ដល់ត្រឹមតែ10-20% ទេ
sân chụp cài nó thời ban chong rồi có để xa biến thiệt ấy muốn mà vậy nó lẽ ở mà chẳng chấm nói tí buồn đi ý đôi nhầm bạp chẳng đi ý cái mơ ngay rồi chắc nằm và chẳng ba chúng ta sẽ có mấy món chẳng đi ý và sân mà bị thứ ngày bên đây thả mình mà bị chắc nằm bên đây thả mình và và sân chỉ mau bị chắc nằm đây thả ở tại bộ đi ý nó bị chắc nằm vìสังคมបាទសង្គមធ្វើឲ្យយើងអត់ចង់ឈ្នះគេឯងយើងមើលសង្គមមានបញ្ហាច្រើនយើងដកចេញពីសង្គមបាទអញ្ចឹងឧទាហរណ៍ថាយើងមើលថា DE មកពីឆ្នាំគាត់កើតបាទខ្ញុំដាក់តារាងមួយបាទខ្ញុំយកនេះមកនេះយកក្រុមទី6ឥឡូវយកថោះឈើដកបាទឥឡូវគាត់ថាកើតថោះឈើដកបាទឆ្នាំណាចឹង DE ថោះឈើដកក្នុងហ្នឹងជូតហើយនឹងឆ្លូវបាទគាត់ថាជូតទៀតម៉ោងជូតទៀតបាទអញ្ចឹងឆ្នាំហើយនឹងថ្ងៃអញ្ចឹងបើសិនជា DE ហក់ចូលមកយើងមាន DE នៅតួថ្ងៃដោយសារឆ្នាំបានន័យថាយើងមានបញ្ហាឬក៏អត់សូវខ្វល់ខ្វាយជាមួយនឹងគូស្វាមីភរិយាយើងនៅក្នុងផ្ទះទេតំណែងធម្មតាអត់សូវជិតស្និទ្ធឥទ្ធិពលដែលយើងអត់សូវជិតស្និទ្ធជាមួយនឹងគ្រួសារយើងគឺដោយសារបញ្ហាក្នុងសង្គមបាទតែធ្វើឲ្យយើងអញ្ចឹងបាទឬក៏បើសិនជា DE នោះចេញពីថ្ងៃវិញបាទចេញពីថ្ងៃឧទាហរណ៍ថាបាទខ្ញុំយកថោះឈើដកដែរចុះបាទអញ្ចឹងថោះឈើដក DE ឧទាហរណ៍ថានេះជូតបាទជាប់ DE អញ្ចឹងយើងយកថ្ងៃមកដើម្បីកំណត់ DE នៅខែវិញអញ្ចឹងអត់បញ្ហាគ្រួសារអត់មានទេតើតោះជាមួយអ្នកនងជាមួយប្រពន្ធយើងអត់មានបញ្ហាអីទេប៉ុន្តែយើងមាន DE នៅខែបានន័យថានៅកន្លែងការងារយើងឬក៏ពុកម្ដាយយើងឬក៏នៅផ្ទះឪពុកម្ដាយយើងអត់សូវពេលយើងចាប់ផ្ដើមមានគ្រួសារហើយមានប្រពន្ធឬមានប្តីហើយយើងចាប់ផ្ដើមអត់សូវខ្វល់ខ្វាយពីឪពុកម្ដាយយើងហើយបាទពេលហ្នឹង DE ចាប់ផ្ដើមមានសកម្មភាពអតិពលអញ្ចឹងធ្វើឲ្យដោយសារគ្រួសារយើងបាត់តំណែងជាមួយនឹងឪពុកម្ដាយឬក៏បាត់តំណែងនៅក្នុងកន្លែងការងារបាទអូខេទាំងមួយអានេះនេះខ្ញុំយល់ហើយពីថ្ងៃ DE ថ្ងៃទៅណាវិញបើសិនជាថ្ងៃចេញពីថ្ងៃកន្លែងនេះឆ្លូវជាតួម៉ោងអញ្ចឹងន័យថា DE ចេញពីថ្ងៃបង្កើតកំណត់ DE នៅតួម៉ោងអញ្ចឹងបានន័យថាដោយសារប្រពន្ធឬក៏ដោយសារប្តីធ្វើឲ្យយើងអត់សូវមានទំនាក់ទំនងជាមួយកូនបាទឬក៏ការគិតគូរអនាគតរាំងស្ទះយើងធ្វើអីគិតគូរឲ្យបានដិតដល់ដោយសារបញ្ហាដោយសារគ្រួសារបាទអូខេអញ្ចឹងយើងមើលចំណុចមួយទៀតតែចំណុចភាគច្រើនបងប្អូនគាត់សួរថាខ្ញុំចូលមកដល់វ័យចនេះមាន DE មិនទៅបងប្អូន DE នៅក្នុងតារាងនិង DE នៅក្នុងវ័យចឬឆ្នាំអត់ដូចគ្នាទេបាទយើងដឹងហើយថ្ងៃមកឆ្នាំខែថ្ងៃម៉ោង DE តាមកន្លងមួយនៃខុសគ្នាទាំងអស់តែបើ DE នៅក្នុងវ័យច DE ចូលក្នុងវ័យចយើងចូលក្នុងវ័យចដែលមាន DE ភាគច្រើនយើងកំណត់សម្គាល់ណាបើសិនជា DE នឹងមានហាក់មានអីឬក៏ឆុងមានអីអាហ្នឹង DE អតិពល DE ប្រែប្រួលហើយតែបើសិនជាគាត់ចូលដល់វ័យចនោះអត់មានហាក់អត់មានឆុងមានអីទាំងអស់កំណត់ DE គឺនៅស្ថានភាពធម្មតាធ្វើឲ្យមនុស្សហ្នឹងចូលនៅវ័យចហ្នឹងគាត់ចាប់ដើមមានអារម្មណ៍ថាពីមុនគាត់ការចង់ប្រកួតប្រជែងមួយគេចង់ឈ្នះគេ
ចូលដល់វ័យចហ្នឹងដែលមាន DE គាត់ចាប់ផ្ដើមថយចង់ឈ្នះចង់ចាញ់គាត់អត់សូវកាចដូចមុនទេបាទអត់សូវប្រកួតប្រជែងខ្លាំងដូចមុនទេជីវិតគាត់ចូលដល់វ័យច DE ហ្នឹងគឺចាប់ផ្ដើមភាព stress របស់គាត់ថយចុះបាទចំណូលអត់បានខ្លាំងដូចមុនទេពីមុនចំណូលខ្លាំងតែចូលដល់វ័យចមាន DE គាត់ចាប់ផ្ដើមថយចំណូលប៉ុន្តែស្ថានភាពផ្លូវចិត្តគាត់ល្អដោយសារគាត់លេងចង់ឈ្នះចង់ចាញ់គាត់ចង់បានមករួចខ្លួនបាទហើយនឹងអញ្ចឹង DE វាខ្លះល្អដែរទើបឲ្យអារម្មណ៍យើងអត់សូវមួម៉ៅច្រើនហើយយើងស្ងប់ចិត្តបាទអូខេអាហ្នឹងវ័យចឆ្នាំដូចគ្នាអញ្ចឹងយើងមើលទៅឆ្នាំមានឆ្នាំ DE អាហ្នឹងចូលមក DE យើងមានអារម្មណ៍ថាឆ្នាំហ្នឹងយើងមានអារម្មណ៍ថាចង់នៅមួយសក់អញ្ចឹងបាទចង់ឈ្នះគេឯងមាន DE អូខេអញ្ចឹងយើងមើលឧទាហរណ៍បាទយើងមើលឧទាហរណ៍បងប្អូនស្គាល់គាត់ឆាន់ឡុងអញ្ចឹងយើងមើលឆាន់ឡុង DE គាត់មាន14បាទមានទាំងអស់ម៉ោងខែថ្ងៃឆ្នាំបាទមានទាំងអស់អញ្ចឹងអ្នកខ្លះថាខ្ញុំមាន DE ខ្ញុំជីវិតហ្នឹងអត់សូវល្អបាត់ហើយយើងមើលបុគ្គលអ្វីធំរលុយបានច្រើនហើយនឹងមានអំណាចខ្លាំងគាត់មាន DE បាទគាត់ថាជីវិតឆាន់ឡុងយើងមើលជីវិតគូស្នេហ៍គាត់ហើយនឹងកូនគាត់អត់សូវល្អទេបាទអានឹងយើងមើលតទៀតហើយđâyបាទអត់ល្អបាទអូខេអញ្ចឹងនេះធានាទឹកដីអាមេរិកមុន George W Bush បាទគាត់មាន DE នៅថ្ងៃនៅខែបាទអញ្ចឹងបងប្អូនថាអូខ្ញុំមាន DE នៅខែអញ្ចឹងការងារខ្ញុំអត់សូវរលូនការងារខ្ញុំយឺតធ្វើអត់សូវបានលទ្ធផលអ្នកខ្លះគាត់បកស្រាយអញ្ចឹងតែឥឡូវមើល George W Bush គាត់មាន DE នៅខែបាទមានអត់អីអញ្ចឹងបងប្អូនឆ្ងល់ទេយើងមើលទៀតក្នុងមានហាក់បាទឃើញហាក់នៅជុំវិញមួយម៉ែមានហាក់អញ្ចឹងបង្កើតលទ្ធផលមកភ្លើងបាទបង្កើតធាតុភ្លើងអញ្ចឹងពេលហាក់គ្នាអញ្ចឹងយើងឈប់ខ្វល់ DE យើងខ្វល់ DE យើងខ្វល់វិធាតុកើតមកថាល្អជាមួយគាត់ឬអត់បាទបើសិនជាល្អគាត់ប្រើបាននឹងគាត់គាត់កាន់តំណែងធំបាទអញ្ចឹងយើងមើលមួយទៀត Bill Clinton ធានាទឹកដីមុន George W Bush គាត់មាន DE គឺឆ្នាំបាទមើលហើយអ្នកខ្លះថា DE នៅឆ្នាំមានបញ្ហាក្នុងសង្គមច្រើនអត់សូវខ្វល់ខ្វាយ introvert បាទឥឡូវមើលគាត់ធានាទឹកដីទាំងមូលគាត់ឡើងសន្ទរកថាគាត់នេះសម្រាប់ចិត្តការងារធំបានអញ្ចឹង DE ពេលខ្លះយើងមើលដែរតំណែងនៅក្នុងតារាងទាំងមូលបាទមិនខ្លះបាទឃើញគាត់ឆុងគ្នាបាទឆ្នាំមួយខែឆ្នាំហើយនឹងម៉ោងឆុងគ្នា DE ផ្ដាច់បាត់ហើយបាទ DE ផ្ដាច់បាត់ហើយឈប់ខ្វល់ពី DE បាទអូខេបាទអូបាម៉ាយើងមើល DE តួថ្ងៃជីវិតស្នេហាគាត់មិនដែរបាទដោយសារឆុងដោយសារហាក់បាទហើយយើងហាក់ជាមួយនឹងឆ្លូវទៀតតារាងគាត់ហាក់3បាទហាក់3បាទផ្សាញ់បាទផ្សាញ់រកាហើយនឹងឆ្លូវហាក់ចេញមាសបាទហាក់ចេញមាសអញ្ចឹងប្រធានមាសគាត់ត្រូវការល្អគាត់ខ្លាំងបាទតំណែងខ្ពស់យើងមើលតទៀតថាគាត់ត្រូវការមាសអត់តារាងនឹងយើងខ្លាំងមើលអញ្ចឹងនៅពេលដែលហាក់គ្នាហើយ DE គេឈប់ខ្វល់ហើយបាទ DE ឈប់មើលហើយអូខេ Elon Musk បងប្អូនមើល DE នឹងថ្ងៃនៅខែបាទគាត់ការងារគាត់ធម្មតាមហាថៃពិភពលោកលេខ1ទៀតអត់មានបញ្ហាអីទេបាទអញ្ចឹងយើងមើលតទៀតហេតុអីបាន DE អត់មានអធិពលលើគាត់សោះយើងមើលបើសិនជាធាតុអត់ត្រូវការជាប់ក្នុង DE ល្អសម្រាប់គាត់វិញគាត់អត់ប្រើវាទេហ្នឹងល្អតែបើធាតុត្រូវការនៅក្នុង DE ហ្នឹងបានពិបាកបន្តិចត្រូវការធាតុអីមួយមកជំរុញដើម្បីប្រើបានអញ្ចឹងElon Musk DE នៅក្នុងមួយម៉ែហ្នឹងគាត់អត់ប្រើទេល្អសម្រាប់គាត់អញ្ចឹងរបស់ណាដែលឲ្យគ្រូឲ្យចូលក្នុង DE ល្អទៅឲ្យ
គាត់អត់ខ្វល់ខ្វាយជាមួយនឹងធាតុដែលអត់ត្រូវការគាត់អញ្ចឹងអ្នកដែលមកយាយីគាត់ជាប់ DE ទាំងអស់ហ្នឹងបងប្អូនត្រូវយល់ន័យធាតុដែលអត់ត្រូវការគឺជាធាតុឲ្យគ្រោះធាតុឲ្យគ្រោះគឺជាអ្នកមនុស្សជុំវិញខ្លួនយើងឬក៏រឿងទាំងឡាយណាដែលធ្វើឲ្យយើងមានបញ្ហាអញ្ចឹងនៅពេលដែលរបស់ដែលមានបញ្ហាជាប់ DE អញ្ចឹងយើងរួចបាទរួចផុតពីបញ្ហាទាំងអស់បាទអញ្ចឹងទៅជាល្អវិញបាទអូខេអញ្ចឹងមេរៀនយើងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេចង់និយាយពី DE ហើយចម្លើយចុងក្រោយវិធីកែបាទខ្ញុំរកមើលវិធីកែ4បារាណអត់មានទេរឿងសែនរឿងអីហ្នឹងអត់ទាំងអស់បាទ DE អត់មានអីកែទេក្រៅពីរៀបហុងស៊ុយកន្លែងយើងរស់នៅធ្វើម៉េចឲ្យ balance ឲ្យសមតុល្យគ្នាកន្លែងយើងធ្វើការឲ្យយើងមានអារម្មណ៍ល្អបាទកាលណាយើងមានអារម្មណ៍ល្អការងារយើងលូនតាមហ្នឹងឯងហ្នឹងយើងធ្វើកត្តាដីបើកត្តាមេឃថ្ងៃយើងកើតមកមាន DE មានអីហើយឥទ្ធិពល DE ធ្វើឲ្យយើងមានអារម្មណ៍ថា DE នឹងអត់ល្អយើងរៀបកត្តាដីដើម្បីឲ្យយើងឈ្នះហើយយើងមានកត្តាមនុស្សនេះគឺជាការសម្រេចចិត្តរបស់យើងខំប្រឹងអញ្ចឹងបងប្អូនរឿងវិធីកែសែនអីហ្នឹងយើងអត់ចាំបាច់ទេធ្វើឲ្យបើសិនជាខ្លួនយើងអត់កែទេនៅដដែលទេបងប្អូនបាទពោះកត្តាមេឃបងប្អូនដឹងហើយកត្តាមេឃគឺកើតមកបើយើងស្រីគឺស្រីប្រុសគឺប្រុសយើងកើតជាមួយឪពុកម្ដាយណាគឺសែន DNA យើងជាមួយឪពុកម្ដាយនោះយើងអាចកែយើងកើតឧទាហរណ៍ថាជាដើមមានហើយយើងកើតមកជាដើមមានយើងចង់ខ្លាយទៅជាដើមស្វាយមួយកើតហ្នឹងគឺជាកត្តាមេឃយើងកែអត់បានទេយើងមាន DE នៅក្នុងខ្លួនគឺជាផ្កាយមួយនៅក្នុងចិត្តនៅក្នុងខ្លួនយើងជាប់ហើយយើងអាចទៅកែដោះចេញវិធីដោះកែអីអត់មានទាំងអស់បាទកុំតែជឿទិញអីវ៉ាន់សែនទិញរបស់នេះដាក់នៅកន្លែងនេះកន្លែងនោះក្នុងផ្ទះផ្ដាច់ DE អីអត់មានទេបាទកែមានខ្លួនយើងទេហើយនឹងរៀបផ្ទះយើងរៀបចំផ្ទះយើងឲ្យល្អទៅហុងស៊ុយផ្ទះយើងឲ្យល្អទៅបាទហ្នឹងធ្វើឲ្យយើងអារម្មណ៍យើងធ្វើការងាររលូនមានឱកាសចូលមកក្នុងខ្លួនយើងរហូតបាទចឹងបងប្អូនវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនបើសិនជាចូលចិត្តរបៀបវីដេអូបកស្រាយបែបហ្នឹងសូមជួយចុច like subscribe share ផងបាទអរគុណច្រើនជម្រាបលា